នាឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីពេលនោះព្រះអាទិត្យចេញពីមនរាសីស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនិយិកាព្រះនាមកោរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលម្អនៅព្រះការដោយសេតផ្កាអង្គាបោះអភរណៈកែវមុតតាផសហាទ្រង់តេលំប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់កងផ្ទុំបិទព្រះនេត្រលើខ្នងស្ដេចព្យាស្ដេចខ្លាជាយានពីហន្ទីពេលនោះព្រះអាទិត្យចេញពីមនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនិយិកាព្រះនាមកេមេរាទេវីជាបុត្រីទី6នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អពរពណ៌សេតពណ៌សលម្អនៅព្រះការសៀតផ្កាចង្កោន័យអភរណៈបុស្រាគមភក្សាហាទ្រង់ជែកណាំវ៉ាប្រហោះស្ដាំទ្រង់ព្រះខ័នប្រហោះឆ្វេងទ្រង់ពិនទ្រង់គង់អង្គុយពាក់ឈៀងបើកព្រះនេត្រនៅលើខ្នងមហិង្សាជាពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មលីនាទីភ្នំកេលេសខេត្តហេមពៀនជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅដង្កល់កន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់កុសពរាជទាំង7ត្រជាក់ខ្សែងខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើនសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេងខ្សាន្តតរៀងទៅ